លោកបូរីប្រសិនបើពួកគេដើរផ្លូវខុសហើយគឺពួកគេប្រឈមមុខទៅនឹងបញ្ហាជាច្រើនទៅថ្ងៃអនាគតរបស់ពួកគេផងដែរប៉ុន្តែបើយុវជនយុវនារីយើងបានសិក្សានិងស្វែងយល់ច្បាស់អំពីបុណ្យនៃក្តីស្រឡាញ់នេះគឺពួកគេមិនបណ្តែតបណ្តោយខ្លួនឲ្យដើរផ្លូវខុសឡើយបាទលោកណាវីត្រឹមត្រូវហើយដូចនេះយុវជនយុវនារីយើងគួរតែសិក្សានិងស្វែងយល់បានច្បាស់អំពីការដូរទិវានៃបុណ្យសេចក្តីស្រឡាញ់ខ្ញុំនៅមានសំណួរមួយទៀតសួរទៅកាន់លោកណាវីតើយើងគួរតែធ្វើបែបណាខ្លះដើម្បីអប់រំឲ្យក្មេងយុវវ័យឬយុវជនយុវនារីទាំងអស់គ្នាកាន់តែយល់ច្បាស់ពីអត្ថន័យនៃទិវាបុណ្យសេចក្តីស្រឡាញ់បាទលោកបូរីដើម្បីធ្វើឲ្យពួកគាត់យល់ច្បាស់អំពីបុណ្យនៃសេចក្តីស្រឡាញ់ទី1យើងត្រូវចូលរួមផ្សព្វផ្សាយបានច្រើនតាក់ទងទៅនឹងបុណ្យនៃទិវាសេចក្តីស្រឡាញ់នេះតាមរយៈការអប់រំនៅក្នុងមូលដ្ឋាននៃការសិក្សាទី2លោកគ្រូអ្នកគ្រូនៅតាមសាលាទាំងអស់ត្រូវពន្យល់ណែនាំទៅដល់សិស្សានុសិស្សបានច្រើនតាក់ទងទៅនឹងបុណ្យនៃសេចក្តីស្រឡាញ់នេះទី3រាជរដ្ឋាភិបាលត្រូវបង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមរយៈបណ្ដាញសង្គមធំដូចជា Facebook YouTube TikTok ប៉ុស្តិ៍វិទ្យុនិងទូរទស្សន៍ជាដើមទី4ឪពុកម្ដាយឬអាណាព្យាបាលត្រូវយកចិត្តទុកដាក់អប់រំណែនាំនិងតាមដានកូនរបស់ខ្លួនផងដែរបាទអរគុណណាស់លោកណាវីសម្រាប់ការផ្ដល់បទសម្ភាសន៍នៅថ្ងៃនេះជាចុងក្រោយតើលោកណាវីមានទយោបល់គំនិតដើម្បីជាការអប់រំបន្ថែមទៀតដែរឬទេបាទលោកបូរីជាចុងក្រោយខ្ញុំមានមតិយោបល់ខ្លះជូនដល់យុវជនយុវនារីរបស់យើងផងដែរមុននឹងធ្វើរឿងអ្វីមួយត្រូវគិតបានច្បាស់លាស់ហើយសម្រេចចិត្តបានត្រឹមត្រូវជៀសវាងកើតមានរឿងប៉ះពាល់ដល់អនាគតរបស់យើងខ្លួនឯងគ្រួសារនិងសង្គមជាតិហើយកុំយកការដូរបន្តិចបន្តួចប្រែក្លាយខ្លួនធ្លាក់ទៅក្នុងគ្រោះថ្នាក់ត្រូវចាំថាការដូរបង្ហាញពីសេចក្តីស្រឡាញ់និងការថែទាំយកចិត្តទុកដាក់ពីមនុស្សដែលខ្លួនឯងបាទអរគុណលោកណាវីប្រិយមិត្តជាទីមេត្រីកម្មវិធីបូរី Podcast បានមកដល់ទីបញ្ចប់ហើយសូមជូនពរពុកម៉ែបងប្អូនមានសុខភាពល្អរកទទួលទានមានបានគ្រប់គ្នាខ្ញុំបាទបូរីនិងលោកណាវីសូមអរគុណនិងសូមជម្រាបលា